នៅពេលដែលយើងកំពុងរលួយបានมันប្រកាសថាយើងរកបានរហូតទេនៅពេលដែលយើងល្បីมันប្រកាសថាយើងល្បីរហូតទេអញ្ចឹងនៅពេលដែលយើងកំពុងតែរកបានមិនថាធ្វើការឲ្យគេធ្វើការក្រុមហ៊ុនធ្វើការអង្គការឬជាតារាឬជា influencer ឬក៏ជាតារា model អីទេនៅពេលដែលយើងរលួយបានយើងត្រូវចេះសន្សំទុកដាក់ទិញទ្រព្យទុកព្រោះថាយើងមិនអាចល្បីរហូតទេយើងមិនអាចមានចំណូលបានរហូតទេយើងមិនអាចរកបានរហូតទេនៅពេលដែលយើងទិញទ្រព្យទិញរបស់ទុកថ្ងៃណាមួយនៅពេលដែលយើងបាត់បង់ចំណូលយើងមានបញ្ហាយើងលែងល្បីយើងធ្វើការលែងបានយើងលែងមានចំណូលអីមួយគឺយើងនៅសល់ទ្រព្យរបស់យើងដែលជួយចិញ្ចឹមយើងហ្នឹងគឺជាចំណុចសំខាន់បើសិនជាយើងមានលុយច្រើនចំណូលច្រើនយើងប្រឹងចាយយើងប្រឹងហ៊ឺហាស្រាប់តែអត់មានចំណូលភ្លាមគឺយើងមានបញ្ហាតែម្ដងដោយករណីគាត់$30,000មិនតិចទេបងប្អូនកាលពី11ឆ្នាំមុនផ្ទះនៅក្នុងបរិយាភពថ្មីមួយចកាដងកាលសម័យហ្នឹង30,000 40,000ទេណាអត់លោតដល់50,000ផង11ឆ្នាំមុនណាបងប្អូនមិត្តភក្តិខ្ញុំប៉ាម៉ាក់វាធ្លាប់ទិញនៅហ្នឹងអញ្ចឹងខ្ញុំដឹងតម្លៃអញ្ចឹងបើសិនជាបានលុយ$30,000មកគាត់អត់ធ្វើអីសោះគាត់គាត់តែទិញផ្ទះ5ល្វែងនៅម្ដុំបរិយហ្នឹងទៅទីហត់ផ្ទះមួយ40,000ចុះអញ្ចឹងដល់សល់ទិញអស់20,000សល់10,000ចាយមកធូរ10,000មិនតិចទេណាបងប្អូនសម័យហ្នឹងសម័យឥឡូវក៏ដោយ10,000មិនតិចទេគួយដេកចាយទៅហើយអត់មានឲ្យចំណូលដែលរកបានមកកន្លែងខ្វល់ទេគាត់តែចាយទៅក៏គាត់នៅសល់ផ្ទះ5ល្វែងដែរណាគាត់សល់ផ្ទះ5ល្វែងឥឡូវថាអត់មានការងារធ្វើអត់មានចំណូលឡើងល្បីក៏បានផ្ទះជួលពី5ល្វែងហ្នឹងបានរស់នៅមានការហូបចុករស់ស្រួលដែរ